កម្ពុជាតវ៉ាជំទាស់នឹងទង្វើថៃបំផ្លាញរចនាសម្ព័ន្ធអគាររដ្ឋបាលនៅបឹងត្រកួនជីកប្រឡាយធ្វើផ្លូវលុបស្រះនៅភូមិជោគជ័យក្នុងទឹកដីកម្ពុជាក្រសួងការបរទេសកម្ពុជានៅថ្ងៃទី11ខែកុម្ភៈបានតវ៉ាយ៉ាងខ្លាំងប្រឆាំងទង្វើយោធាថៃវាយកំទេចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងអគាររដ្ឋបាលបន្ថែមទៀតនៅតំបន់បឹងត្រកួនចន្លោះបង្គោលព្រំដែនលេខ33និង36ក្នុងស្រុកថ្មពួកនិងជីកប្រឡាយធ្វើផ្លូវមួយខ្សែនិងចាក់ដីលុបស្រះទឹកនៅតំបន់ភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅចន្លោះបង្គោលព្រំដែនលេខ46និង47នៅក្នុងខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជាដែលថៃបានកាន់កាប់ការតវ៉ានេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានក្រសួងការបរទេសសង្កត់ធ្ងន់ថាទង្វើរបស់យោធាថៃទាំងនេះគឺបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងចំណុចទី1នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី27ធ្នូឆ្នាំ2025ស្តីពីវិធានការបន្ធូរបន្ថយភាពតានតឹងក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជាថៃនៅថ្ងៃទី22តុលាឆ្នាំ2025គួរគូបញ្ជាក់ថាទោះបីជាបទឈប់បាញ់ចូលជាធរមាននិងមានកិច្ចព្រមព្រៀងជាច្រើនហាមឃាត់ក៏ដោយក៏យោធាថៃនៅតែធ្វើសកម្មភាពឈូសឆាយផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធរាយបន្លាលួសនិងដាក់ទូកុងតឺន័រចូលជ្រៅមកក្នុងទឹកដីកម្ពុជានិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែងជាសកម្មភាពដែលកម្ពុជាហៅថាជាការប្រើប្រាស់កងកម្លាំងកែប្រែខ្សែបន្ទាត់ព្រំដែនយោធាថៃធ្វើសកម្មភាពទាំងនេះនៅតំបន់ថ្មដាតំបន់ភ្លុកដំរីខេត្តពោធិ៍សាត់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យតំបន់បឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យតំបន់អូស្មាច់ប្រាសាទតាក្របីប្រាសាទខ្នាប្រាសាទតាមាន់ធំតំបន់ជប់អង្គុញតំបន់ជោគគ្រោះតំបន់អូខ្លាឃ្មុំក្នុងខេត្តឧត្តរមានជ័យតំបន់អានសេះតំបន់តាថៅតំបន់ភ្នំទ្រាប់ក្នុងខេត្តព្រះវិហាររាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីម្ដងទៀតនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននិងឥតងាករេចំពោះការដោះស្រាយជម្លោះព្រំដែនទាំងអស់ដោយសន្តិវិធីនិងមិត្តភាពជាមួយប្រទេសថៃក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួនស្របតាមច្បាប់អន្តរជាតិទន្ទឹមនេះប្រកាន់ភ្ជាប់នៅគោលជំហរជាគោលការណ៍ថាព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយយកកម្លាំងឡើយ